បាទជំរាបសួរបងខ្ញុំបាទឈ្មោះសុំទីបែកជាប្រធានការិយាល័យក្រសួងសាស្ត្រនៃអគ្គនាយកដ្ឋានក្រសួងហើយខ្ញុំមកនេះគឺចង់ដឹងពីព័ត៌មានពីសហគមន៍ក្រសួងសាស្ត្រគូបដងកជុំរបស់យើងហើយនឹងព័ត៌មានពីការចិញ្ចឹមឃ្មុំនៅក្នុងសហគមន៍របស់យើងថាតើវឌ្ឍនភាពនៅក្នុងឆ្នាំ2024ក៏ដូចជាទិសដៅក្នុងឆ្នាំ2025របស់យើងមានថាតើយើងត្រូវធ្វើអីការងារអីទៀតដែរបងសូមបងមានរីព័ត៌មានបាទសូមជម្រាបសួរបាទខ្ញុំសូមបញ្ជាក់ថាសហគមន៍កសិកម្មក្រសួងគ្រួសារគ្រប់ដងគោជុំយើងនេះគឺបង្កើតឡើងនៅថ្ងៃទី28ខែតុលាឆ្នាំ2019ដែលមានការជួយជ្រោមជ្រែងពីអគ្គនាយកដ្ឋានក្រសួងនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តសៀមរាបបាទពេលដែលបង្កើតដំបូងយើងមានសមាជិកចំនួន82នាក់ស្រី8នាក់មានពាក្យពន្ធសរុប271ហ៊ុនហើយនឹងមានទឹកប្រាក់27លាន100000ប៉ុន្តែបច្ចុប្បន្នយើងមានសមាជិកចំនួន105នាក់ស្រី16នាក់និងមានភាគហ៊ុនសរុប317ហ៊ុនហើយនឹងមានមុខរបរចំនួន4គឺមុខរបរផ្គត់ផ្គង់ជាតិចូលកសិកម្មមុខរបរចិញ្ចឹមឃ្មុំមុខរបរទិញលក់ជើកស៊ូមុខរបរផ្គត់ផ្គង់ស្បៀងអាហារតាមសាលារៀនហើយទាក់ទងជាមួយនឹងការចិញ្ចឹមឃ្មុំវិញឆ្នាំ2022នេះអគ្គនាយកដ្ឋានក្រសួងក៏បានជួយឃ្មុំយើងចំនួន5ធុងក្នុងនោះធុងទទេចំនួន2រាយធុងដែលមានឃ្មុំចំនួន3ហើយជាដំណាក់កាលរហូតមកដល់បច្ចុប្បន្ននេះយើងបានពង្រីកការចិញ្ចឹមឃ្មុំនោះពីចំនួន5ធុងរហូតដល់20ធុងនៅក្នុងឆ្នាំ2025របស់យើងនេះហើយតាក់ទងជាមួយនឹងការចិញ្ចឹមឃ្មុំគឺវាពិតជាមានផលលំបាកមួយចំនួនធំដែរដោយសារតែការចិញ្ចឹមដំបូងពួកយើងខ្ញុំអត់ទាន់មានបទពិសោធន៍ក្នុងការចិញ្ចឹមឃ្មុំទេបាទដូច្នេះយើងត្រូវឆ្លងកាត់នឹងការសិក្សាជាច្រើនហើយការប្រឈមមួយទៀតគឺទាក់ទងនឹងបញ្ហាអាកាសធាតុក្តៅខ្លាំងហើយមានចំការចន្ទទីដែលនៅជុំវិញនឹងចការក្រសួងនោះត្រូវបានគេបាញ់ថ្នាំអីចឹងទៅវាក៏ធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការនៃការចិញ្ចឹមឃ្មុំដែរតែទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមការងារសហគមន៍របស់យើងខ្ញុំនៅតែខិតខំធ្វើវាជាប្រចាំថែទាំថែរក្សាហើយសួរយោបល់ពីលោកគ្រូផ្សេងពីរបៀបថែទាំបច្ចេកទេសក្នុងការចិញ្ចឹមឃ្មុំរបៀបម៉េចហើយយើងតាំងចិត្តថាមិនអោយបរាជ័យទេទោះបីជាខាតឬក៏ចំណេញក៏យើងត្រូវតែធ្វើដែរហើយនៅក្នុងឆ្នាំ2024នេះយើងទទួលបានលទ្ធផលមួយដែលល្អប្រសើរដែរដោយសារថាយើងទទួលបានទឹកឃ្មុំចំនួន251លីត្រកន្លះហើយបើយើងគិតជាប្រាក់វាស្មើនឹង15លាន60000រៀលបាទហើយចំនួនទឹកប្រាក់ហ្នឹងខ្ញុំសូមបញ្ជាក់ថាមិនមែនយើងលក់តែទឹកឃ្មុំដែលយើងចិញ្ចឹមទេយើងមានទឹកឃ្មុំព្រៃដែលយើងប្រមូលទិញពីសមាជិករបស់យើងមួយចំនួនដែរបាទអញ្ចឹងយើងសរុបជាប្រាក់ចំណូលដល់ទៅវាបាន15លាន60000រៀលបាទហើយទិសដៅបន្តសម្រាប់ឆ្នាំ2025នេះខ្ញុំបានពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំថានឹងពង្រីកការចិញ្ចឹមឃ្មុំនេះឲ្យលើសពីចំនួន20ធុងរហូតដល់25ធុងឬក៏30ធុងហើយមានផែនការដើម្បីប្រមូលទឹកឃ្មុំថ្មីឲ្យបានមួយឆ្នាំ400លីត្រទៅតាមតម្រូវការទីផ្សារដែលយើងកំពុងតែធ្វើរាល់ថ្ងៃគឺថាកម្រិត400លីត្រយើងគិតថាយើងនឹងលក់បានបាទអញ្ចឹងមានតែជាសំណួរបន្តទៀតទេបាទពាក់ព័ន្ធនឹងទីផ្សារតើរាល់ថ្ងៃទឹកឃ្មុំដែលយើងទទួលបានហ្នឹងយើងលក់ឲ្យទៅទីតាំងណាខ្លះដែរបងហើយទាក់ទងនឹងការដែលយើងប្រមូលផលទឹកឃ្មុំបានទីមួយយើងលក់ឲ្យសមាជិករបស់យើងលក់ឲ្យអ្នកមូលដ្ឋានរបស់យើងនៅជុំវិញហ្នឹងហើយមួយទៀតយើងបានធ្វើការជាមួយនឹងសហគមន៍ផ្សេងទៀតដើម្បីឲ្យកិត្តប្រមូលទឹកឃ្មុំរបស់យើងទៅជួយលក់ហើយអ្វីដែលសំខាន់គឺខាងមន្ទីរកិត្តគ្រប់គ្រងនៅផលិតផលទឹកឃ្មុំយើងហើយបានឲ្យទឹកឃ្មុំយើងនេះគេហៅថាផលិតផលមួយផលិតផលមួយហើយត្រូវបានដាក់តាំងទៅលក់ជារៀងរាល់កម្មវិធីនៅក្នុងខេត្តសៀមរាបដែរបាទជាចុងក្រោយខ្ញុំសូមថ្លែងនៅអំណរគុណយ៉ាងជ្រាលជ្រៅដែរទៅដល់អគ្គនាយកដ្ឋានក្រសួងដូចជាមន្ទីរកសិកម្មដែលជានិច្ចកាលតែងតែជួយសម្របសម្រួលទាក់ទងនឹងសហគមន៍យើងខ្ញុំហើយជាពិសេសតែងតែចុះមកមើលជាញឹកញាប់ទាក់ទងនឹងមុខរបរផ្សេងជាពិសេសគឺមុខរបរចិញ្ចឹមឃ្មុំលោកតែងតែបញ្យល់បន្ថែមហើយនឹងពង្រឹងស្មារតីឆន្ទៈដល់ក្រុមការងារសហគមន៍របស់យើងនឹងឲ្យចេះស្រឡាញ់គ្នារួបរวมគ្នាហើយធ្វើយ៉ាងណាដើម្បីឲ្យសហគមន៍របស់យើងដំណើរការល្អពីទឹកនឹងចាប់ផ្ដើមដល់បច្ចុប្បន្នបាទសូមអរគុណច្រើន